ទាំងអស់នេះគឺជាសៀវភៅដែលខ្ញុំនឹងអាននៅក្នុងឆ្នាំ2026គោលដៅមួយក្នុងចំណោមគោលដៅទាំងអស់ដែលខ្ញុំបានកំណត់ក្នុងឆ្នាំនេះគឺធ្វើយ៉ាងណានឹងបញ្ចប់សៀវភៅឲ្យបាន12ក្បាលក្នុងរយៈពេល12ហើយថាវាជាគោលដៅធំមួយហើយក៏ជាគោលដៅដែលពិបាកមួយសម្រាប់ខ្ញុំដូចគ្នាដែរនៅក្នុងឆ្នាំនេះពីព្រោះវាតម្រូវឲ្យខ្ញុំធ្វើយ៉ាងណាគឺអានឲ្យចប់ក្នុងរយៈពេលមួយខែទោះបីជាខ្ញុំរវល់មិនក៏ដោយដែរប៉ុន្តែខ្ញុំនៅតែជឿថាខ្លួនឯងអាចធ្វើទៅបាន I can do it. I can do it. ហើយអាចចម្បងសម្រាប់ខ្ញុំនឹងគឺខ្ញុំមកមានសៀវភៅឆ្នៃវិធីដែលយើងអាចធ្វើបានហ្នឹងគឺយើងនឹងទៅខ្ចីសៀវភៅពីបណ្ណាល័យដូចតែខ្ញុំធ្លាប់ស្គាល់ហើយជាក់ស្ដែងធម្មតាយើងខ្ចីបានតែមួយខែទេហើយបើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថាមូលហេតុអីបានជាធ្វើវីដេអូហ្នឹងឡើងមូលហេតុហ្នឹងគឺដើម្បីកំណត់គោលដៅនិងបង្កើតវិន័យសម្រាប់ខ្លួនឯងដោយមិនយកលេសថាមកពី level មកពីអត់សូវមានពេលវេលានៅក្នុងការរៀននៅក្នុងការអានដែលធ្វើឲ្យសមត្ថភាពរបស់ខ្ញុំនៅតែតាមពីមួយឆ្នាំទៅមួយឆ្នាំហើយសម្រាប់គ្នាយើងដែលបានកំណត់គោលដៅនៅក្នុងឆ្នាំ2026នេះទេអ្នកទាំងអស់គ្នាអាចពិចារណាទៅលើទម្លាប់នៃការអានបានហើយបើសិនជាសួរថាមូលហេតុអីបានជាយើងចាំបាច់អានយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតអូមែន complete ជួយចុច follow ម្នាក់មួយផងរីករាយឆ្នាំថ្មី Happy New Year